bạn chuẩn bị số video nick nhau nó hai PK clear account payable ឬក៏ AP ហ្នឹងនៅលើ system បាទអញ្ចឹងកុំឲ្យខាងពេល review ខ្ញុំសុំចូលលើ system មួយបាទនេះជា system របស់យើងអញ្ចឹងដើម្បី clear account AP បានយើងចូលកន្លែង account transaction ហើយមានពាក្យមួយគឺ clear account payable បាទនេះគឺជា account ឬក៏ AP របស់យើងទាំងអស់ដែលយើងជាពាក់ supplier របស់យើងណាបាទចឹងបើសិនជាយើងជាពាក់ច្រើនវារលីសមកកន្លែងហ្នឹងទាំងអស់អញ្ចឹងបើយើងធ្វើការ clear យើងអាច tick យើងចង់ clear account payable នេះយើងអាចមើលទៅលើ reference ឬក៏លេខបច្ចេក order របស់យើងបាននេះយើងអាចមើលតាមនឹងបានឥឡូវខ្ញុំថាខ្ញុំ filter ទៅលើ supplier change លាមមួយនេះដើម្បី clear supplier AP ឲ្យគាត់ណាបាទអញ្ចឹងខ្ញុំ tick កន្លែងនេះមួយអានេះ date យើង clear គាត់ថ្ងៃណាបើយើង clear ថ្ងៃហ្នឹងយើង tick យកថ្ងៃហ្នឹងមកហើយយើងជពាក់គាត់ប៉ុណ្ណេះតែយើងចង់ clear ប៉ុណ្ណឹងអត់បើយើង clear ប៉ុណ្ណឹងយើងបាច់កែប្រែទេប៉ុន្តែបើយើង clear ខុសពីហ្នឹងយើងអាចកែប្រែតាមជាក់ស្ដែងឥឡូវខ្ញុំថា clear ប៉ុណ្ណេះចុះបាទ$30,000ចុះបាទហើយ clear ហ្នឹងយើងដកប្រាក់ចេញពីណាពីក្នុងដៃពីក្នុង AVA ឬក៏ក្នុងធនាគារផ្សេងយ៉ាងទៅឥឡូវខ្ញុំថាខ្ញុំដកលុយចេញពី AVA បាទចេញដល់ពេលដែលយើងចុចរសារទុកមែនថាទុកប្រាក់AP របស់យើងកន្លែងនេះគឺនឹងធ្វើការ clear ចេញហើយធ្វើការដកលុយចេញពីគណនី AVA របស់យើងបាទអញ្ចឹងខ្ញុំពេញព័ត៌មានអស់ហើយខ្ញុំចុចរសារទុកអញ្ចឹងAP របស់ឆេងលៀមចាក់ស្ដែងនេះគឺនៅសល់តែប៉ុណ្ណេះទេដោយសារតែយើងបាន clear ហើយអញ្ចឹងណាបាទអញ្ចឹងវីដេអូរបៀប clear account payable ឬក៏ AP ហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណ